សម្ដេចតេជោហ៊ុនសែនរៀបរាប់ពីប្រវត្តិអប់រំកូនៗយ៉ាងតឹងតែងប្រកបដោយវិន័យដើម្បីក្លាយជាអ្នកបម្រើជាតិពេលនេះហើយសង្ឃឹមថាកូនៗនឹងខិតខំអប់រំចៅពិសេសផ្ដោតទៅលើគុណធម៌ចរិយាធម៌និងសីលធម៌ភ្នំពេញសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានរៀបរាប់អំពីប្រវត្តិអប់រំកូនៗរបស់សម្ដេចយ៉ាងតឹងតែងប្រកបដោយវិន័យនាពេលកន្លងទៅដែលធ្វើឲ្យពួកគាត់ពេលនេះបានក្លាយទៅជាធនធានមួយយ៉ាងសំខាន់ដែលបានចូលរួមបម្រើជាតិមាតុភូមិសម្ដេចក៏សង្ឃឹមដែរថាកូនៗរបស់សម្ដេចនឹងខិតខំបណ្ដុះបណ្ដាលអប់រំចៅៗរបស់សម្ដេចឲ្យក្លាយទៅជាធនធានដ៏ល្អពិសេសផ្ដោតទៅលើគុណធម៌ចរិយាធម៌សីលធម៌ព្រមទាំងចេះជួយអ្នកដទៃខាងក្រោមនេះគឺជាការរៀបរាប់របស់សម្ដេចតេជោហ៊ុនសែនពេជ្រកំពុងច្នៃនិងពេជ្រកែច្នៃរួចនិងកំពុងរក្សាទុកឬនិយាយមួយបែបគឺជាដាវកំពុងផលិតដាវកំពុងប្រើនិងកំពុងសម្លៀងបន្តរូបថតប៉ុន្មានសម្លឹកនេះបង្ហាញពីភាពជោគជ័យនៃការអប់រំបណ្ដុះបណ្ដាលកូនៗដែលពុកម៉ែប្រើពេលជាង40ឆ្នាំទៅទទួលផលដូចថ្ងៃនេះទោះពួកកូនជាកូននាយករដ្ឋមន្ត្រីតែពួកកូនមិនមានម៉ូតូឬឡានជិះទេពួកកូនត្រូវដើរទៅរៀនព្រោះសាលាមិនឆ្ងាយពីផ្ទះទេសាលាចាក់ទៅមុខសំណាងជាងគេម៉ាណែតបានកង់ជិះព្រោះត្រូវរៀននៅវិទ្យាល័យព្រះស៊ីសវត្តដែលឆ្ងាយជាងគេបន្តិចពុកមានលទ្ធភាពគ្រប់គ្រាន់ទិញឡានឬម៉ូតូឲ្យកូនជិះតែពុកចង់ឲ្យពួកកូនស្គាល់នៅជីវភាពប្រជាជនធម្មតាដោយការពុកនៅក្មេងពេលកូនណាមួយមានកំហុសពួកកូនត្រូវជាប់វិន័យទាំងអស់គ្នាដោយអង្គុយអានសៀវភៅទាំងអស់គ្នាព្រោះពុកចង់ឲ្យពួកកូនចេះជួយដាស់តឿនគ្នាសាមគ្គីគ្នាដើម្បីជៀសវាងជាប់វិន័យទាំងអស់គ្នាពេលពួកកូនចេញទៅរៀននៅក្រៅប្រទេសពុកទៅសរសេរវិន័យបិទក្នុងបន្ទប់គេងបន្ទប់ទឹកដែលពុកចាំជាងគេនៅបារាំងសម្រាប់ម៉ាណិតម៉ានីម៉ាលីគឺចេញពីផ្ទះ500ម៉ែត្រត្រូវប្រាប់បងណាកានិងសុខានឹងចាយលុយលើស100ហ្វ្រេងត្រូវសុំការអនុញ្ញាតពីសុខាពេលពួកកូនចេញទៅរៀនជប់គ្នានៅអាមេរិកដែលមានម៉ាណាម៉ាណិតម៉ានីម៉ាលីលើកឡើងតាមម៉ាណែតពុកសរសេរវិន័យដើរឃ្លាតពីផ្ទះ500ម៉ែត្រត្រូវសុំអ៊ំចាយលុយលើ$50ត្រូវសុំពីអ៊ំទាំងនៅបារាំងទាំងនៅអាមេរិកសុទ្ធតែមានការកំណត់ម៉ោងត្រូវចូលគេងនិងត្រូវបិទភ្លើងបិទម៉ាស៊ីនកម្ដៅម៉ាស៊ីនត្រជាក់ដើម្បីសន្សំសំចៃភ្លើងពុកម៉ែសូមអរគុណកូនៗដែលជាង20ឆ្នាំមុននិយាយជាមួយគ្នាដែលពុកបានលួចស្ដាប់ឮម៉ាណិតនិយាយថាប្រាប់ទាំងអស់គ្នាថាពុកម៉ែតឹងតែងចំពោះពួកយើងគឺចង់ឲ្យយើងល្អពិតមែនតែពេលនេះពួកកូនមានប្រពន្ធមានប្តីនិងមានកូនព្រមទាំងចេញដឹកនាំប្រទេសឬចូលរួមក្នុងការងារបម្រើជាតិក្នុងឋានៈខ្ពស់ខ្ពស់ដែលពុកនៅរងចាំធ្វើជាថ្មសម្លៀងសម្រាប់ពួកកូនតទៅទៀតពុកម៉ែចង់ឲ្យកូនខិតខំបណ្ដុះបណ្ដាលអប់រំកូនដែលជាចៅរបស់ពុកម៉ែតាមរបៀបពុកម៉ែទៅទៀតពិសេសផ្ដោតទៅលើគុណធម៌ចរិយាធម៌សីលធម៌ចេះជួយអ្នកក្រីក្រទុនខ្សោយគោរពចាស់ទុំសុភាពរាបសារមិនឆ្មើឆ្មៃលាក់នឹងលាក់ចៅរបស់ពុកម៉ែជាចៅល្អហើយត្រូវតែតាមតម្រង់ទិសពួកគេតទៅទៀតសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ